បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់អាកាសដ្ឋានចិញ្ចឹមកង្កែបបាទភ្នំពេញបាទបងប្អូនអរគ្នាបាទថ្ងៃនេះហើយខ្ញុំអាសង្ហាបាទមកថតកង្កែបបាទហ្នឹងហើយមេឃរោព្រៀងហើយប៉ុន្តែយើងខ្ញុំថតឲ្យបងប្អូនអរគ្នាមើលបន្តិចបាទហ្នឹងហើយឥឡូវនេះបាទសម្រាប់កែបរបស់យើងវាអត់ទាន់ដល់ពេញគីឡូដែលត្រូវចាប់ទេបាទហើយសួរតែចិញ្ចឹមច្រើនម៉េះបងបាទរយឆ្នាំច្រើនជាងនេះទៀតបងប្អូនអរគ្នាបាទតែលក់តែមកប្រើអស់ហើយបងប្អូនអរគ្នាបាទអញ្ចឹងហើយបានថាវានៅតិចតួចទេស្មើហ្នឹងបាទតិចទៀតយើងលក់តែមកប្រើទៅអស់ហើយមេវាល្ងិតទៅយើងថតមើលអត់ទៅច្បាស់ទេបាទហ្នឹងហើយម៉ែខ្ញុំគាត់ងូតច្បាស់តាមនេះវិញបាទម៉ែមកមើលតាមនេះមកហើយអានេះតាមនេះទៀតបាទដាក់នេះមកបាទខ្ញុំទៅយើងច្បាស់មកល្មមនេះណាបងប្អូនអរគ្នាមិនបាច់ចាំឲ្យវាឆ្អែតណាទេបាទមកល្មមមកវាអាចទទួលយកបានណាបងប្អូនអរគ្នាបាទហ្នឹងហើយឡេគេធ្វើគ្នាអីអូយខំដៃគាត់ឲ្យមកជើងបាទអូខំគ្នាអញ្ចឹងណាបងប្អូនអរគ្នាបាទខំគ្នាយកដបងវាយវាបន្តិចទៅបាទវាប្រឡែងហើយយើងតង់យើងមានស្លែយើងអត់បានដោវាទេដោយសារតែរវល់ពេកបងប្អូនអរគ្នាបាទហ្នឹងហើយកែបនេះទៅបីដល់នៅផ្ទះយើងក៏យើងអាចចាំបានដែរបងប្អូនអរគ្នាបាទហើយចាំដល់ពេលដែលខ្ញុំចាប់លក់ខ្ញុំនឹងថតឲ្យបងប្អូនអរគ្នាមើលបាទពីការលក់កែបរបៀបម៉េចបាទការរៀបចំរបៀបម៉េចបាទហ្នឹងហើយទៅយើងបាទយើងមើលឲ្យច្បាស់សិនបាទហ្នឹងហើយមុននឹងញាក់មេឃបាទសម្រាប់បងប្អូនដែលឆ្នាំនេះតែធ្វើកែបយោងកែបពីខ្ញុំទៅកូនបាទគឺខ្វះបច្ចេកទេសអីអាចមកសួរខ្ញុំបានបាទហើយសម្រាប់បច្ចុប្បន្ននេះបើសិនបងប្អូនត្រូវការកូនកែបបាទតើធ្វើការរងចាំខ្ទុំមួយអាទិត្យអីបានកូនណាបាទមូលហេតុគឺយើងអត់ទាន់មានកូនលក់ឲ្យចឹងណាកូនយើងអស់ហើយបាទហ្នឹងហើយមួយអាទិត្យទៀតមានបាទវាដាច់កន្ទុយម៉ូបដើហើយបាទឆ្នាំហ្នឹងខ្ញុំត្រូវការប្រហែលជា100000កូនដើម្បីនៅការលក់នៅលើទីផ្សារបាទ100000កែបសាច់បងប្អូនអរគ្នាវាមានន័យថា10តោនបាទហើយកែបរបស់យើងចាំអត់ដែលមានជំងឺទៅយើងចេះថាអាចទៅមុខបានយ៉ាងរលូនអញ្ចឹងណាបាទហើយបើបងប្អូនអរគ្នាសួរថាអូចេះយំបដាបងប្អូនអរគ្នាឃើញគេចាំច្រើនភ័យខ្លាចឈឺភ័យខ្លាចអីបាទខាងអាសង្ហាហ្នឹងគឺចាំបានច្រើនពេលណាគឺល្អពេលហ្នឹងបាទតែបន្តិចទៀតគេរោងកែបបាទអត់បានហូបទេបាទអូភ្លៀងមកហើយបងប្អូនអរគ្នាបាទមើលបងប្អូនអរគ្នាមើលទឹកភ្លៀងស្រក់ចំពេបប៉បាទហ្នឹងភ្លៀងណាបងប្អូនអរគ្នាខ្ញុំចំណាយពេលមកថតទាំងកតាភ្លៀងឲ្យបងប្អូនអរគ្នាមើលបាទដោយសារតាភ្លៀងអញ្ចឹងយើងមិនដឹងថតបានប៉ុណ្ណាទេបន្តិចខ្ញុំបិទការ live ហើយដោយសារតាវាភ្លៀងខ្លាំងបាទហ្នឹងហើយបងប្អូនអរគ្នាបាទវីដេអូនឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទអរគុណច្រើនបាទជម្រាបលាបងប្អូនអរគ្នាបាទហ្នឹងហើយ